6សំណួរពីភូមិវិទ្យា1តើគេចែកប្រភេទកសិករនៅកម្ពុជាជាប៉ុន្មានប្រភេទអ្វីខ្លះ2តើដំណាំកៅស៊ូផ្ដល់សារៈសំខាន់អ្វីខ្លះដល់សេដ្ឋកិច្ចបរិស្ថាននិងសង្គម3ចូលរៀបរាប់អំពីមូលហេតុដែលនាំឲ្យបរិមាណត្រីថយចុះ4តើព្រៃឈើមានសារៈប្រយោជន៍អ្វីខ្លះតំណងមកនេះតើព្រៃឈើនៅកម្ពុជាមានលក្ខណៈដូចម្តេចតើរដ្ឋាភិបាលមានគោលការណ៍យ៉ាងណាខ្លះក្នុងការការពារព្រៃឈើ5ចូលរៀបរាប់អំពីទំនាក់ទំនងរវាងការដាំដុះអាជីវកម្មព្រៃឈើនិងនេសាទ6តើឧស្សាហកម្មមានតួនាទីចំពោះសេដ្ឋកិច្ចជាតិយ៉ាងណាខ្លះចម្លើយ1គេចែកប្រភេទកសិករនៅកម្ពុជាជា4ប្រភេទធំៗប្រភេទកសិករផលិតស្រូវឬអ្នកស្រែធ្វើស្រូវវស្សាស្រូវប្រដេញទឹកចិញ្ចឹមសត្វឡើងត្នោតកសិករនៅតំបន់ដីខ្ពស់ដាំដំណាំអចិន្ត្រៃយ៍ឬតាមរដូវដូចជាពោតដំឡូងសណ្តែកល្ងកសិករធ្វើចម្ការឬកសិករមិនដាំស្រូវដាំដំណាំផ្សេងៗនៅតាមបណ្ដោយមាត់ទន្លេមាត់ស្ទឹងនិងដីទួលនានាថ្នាំជក់បន្លែផ្កាកសិករភូមិភាគឦសានរតនគិរីមណ្ឌលគិរីនិងតំបន់ព្រៃភ្នំភាគច្រើនធ្វើកសិកម្មព្រៃដុតមានដំណាំពោតស្រូវនិងដំឡូងជាដើមក្រៅពីនេះគឺស្វែងរកអនុផលព្រៃឈើបើកវល្លិរកឃ្មុំនិងបរបាញ់សត្វជាដើមចម្លើយ2ដំណាំកៅស៊ូផ្ដល់សារៈប្រយោជន៍ដល់សេដ្ឋកិច្ចបរិស្ថាននិងសង្គមដូចជាសេដ្ឋកិច្ចចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្ដល់ប្រាក់ចំណូលក្នុងខឿនសេដ្ឋកិច្ចជាតិជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ការអភិវឌ្ឍផ្នែកកសិឧស្សាហកម្មសង្គមបង្កើតការងារនៅមូលដ្ឋានជនបទនិងទប់ស្កាត់ការធ្វើចំណាកស្រុកមានការអភិវឌ្ឍចូលរួមកាត់បន្ថយភាពក្រីក្របរិស្ថានទប់ទល់នឹងភាពក្តៅខ្លាំងនៃអាកាសធាតុការហូរច្រោះនៃទឹកនិងការបង្កើតជាគម្របបៃតងជំនួសព្រៃឈើដែលរិចរើនិងផ្ដល់ឈើសម្រាប់ប្រើប្រាស់និងធ្វើអង្ដុតចម្លើយ3មូលហេតុដែលនាំឲ្យបរិមាណត្រីថយចុះមានដូចជាការកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រកត្រីពងកំណើនមមោកនៅបាតបឹងទន្លេស្ទឹងការប្រែប្រួលអាកាសធាតុការប្រើប្រាស់ថ្នាំនិងជីគីមីក្នុងកសិកម្មបទល្មើសក្នុងការនេសាទនិងការនេសាទដោយប្រើឧបករណ៍ទំនើបចម្លើយ4សារៈប្រយោជន៍របស់ព្រៃឈើមានដូចជាគ្រប់ប្រជាជំរកសត្វព្រៃនិងសត្វមច្ឆាភេទផ្ដល់ឈើសម្រាប់ធ្វើសំណង់ផ្ទះតុទូនិងគ្រឿងសង្ហារឹមផ្សេងៗជួយរក្សាលំនឹងអាកាសធាតុភ្លៀងធ្លាក់ទៀងទាត់ដល់ខ្យល់អាកាសបរិសុទ្ធជួយទប់ទល់ខ្យល់ព្យុះនិងទឹកជំនន់ជួយការពារការហូរច្រោះដីធ្វើឲ្យដីមានជីជាតិជួយទាក់ទាញទឹកភ្លៀងជួយស្រោបយកអុកស៊ីហ្សែនដល់មនុស្សកន្លងមកនេះព្រៃឈើនៅកម្ពុជាមានការបាត់បង់ជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភពីមួយឆ្នាំទៅមួយឆ្នាំព្រៃឈើគឺមានការថយចុះជាលំដាប់បើគិតតាំងពីឆ្នាំ1900ដីព្រៃឈើមាន75%ប៉ុន្តែបច្ចុប្បន្នព្រៃឈើនៅតិចជាង40%និងបន្តចុះជាលំដាប់ទៀតបើគ្មានការទប់ស្កាត់ទាំងនោះគោលការណ៍របស់រដ្ឋាភិបាលក្នុងការការពារព្រៃឈើដោយសហការជាមួយស្ថាប័នជាតិនិងអន្តរជាតិនានាដើម្បីគ្រប់គ្រងព្រៃឈើឲ្យបានល្អមានដូចជាបង្កើតផ្ទៃដីគម្របព្រៃឈើឈានឆ្ពោះទៅរកគោលដៅអភិវឌ្ឍសហសិវត្តកម្ពុជាដែលបានកំណត់រក្សាគម្របព្រៃឈើ60%នៅឆ្នាំ2005បង្កើតតំបន់ការពារធម្មជាតិឧទ្យានជាតិបង្កើតសហគមន៍ព្រៃឈើឆ្នាំ2008មាន360សហគមន៍គ្របដណ្ដប់លើផ្ទៃដី325,130ហិកតាបោះបំពោព្រំដែនព្រៃឈើការស្រាវជ្រាវនិងអភិរក្សសត្វព្រៃការដាំដើមឈើឡើងវិញប្រារព្ធរុក្ខទិវាថ្ងៃទី9ខែកក្កដារៀងរាល់ឆ្នាំចម្លើយទី5ការដាំដុះព្រៃឈើនិងការនេសាទជាភពទ្រព្យយ៉ាងសំខាន់សម្រាប់ជីវភាពរស់នៅនិងការអភិវឌ្ឍប្រទេសជាតិដែលធាតុទន្លើទាំង3នេះមានអន្តរអំពើទៅលើគ្នាទៅវិញទៅមកកាលណាមនុស្សនាំគ្នាកាប់ព្រៃឈើដែលជាហេតុធ្វើឲ្យមានការប្រែប្រួលអាកាសធាតុប៉ះពាល់ដល់ជីវិតមនុស្សសត្វនិងរុក្ខជាតិអតិថលនៃប្រព័ន្ធផលិតកម្មនាំឲ្យមានកំណើនការប្រែប្រួលថ្នាំសម្លាប់សត្វល្អិតនិងជីគីមីថ្នាំសម្លាប់សត្វល្អិតនិងជីគីមីទាំងនោះបានហូរទៅដុំគ្នានៅទន្លេនិងបឹងហើយបំផ្លាញជីវិតនិងពូជមច្ឆាជាតិចម្លើយទី6ឧស្សាហកម្មមានតួនាទីចំពោះសេដ្ឋកិច្ចជាតិដូចជាវាបានរួមចំណែកបាន 23.8% នៃផលិតផលក្នុងស្រុកសរុបនិងបានបង្កើតការងារដល់ប្រជា